បីសុំឈើមិនបាច់ខំប្រឹងរកទីទេហេបីសុំឈើឯងស្គាល់កន្លែងស្ងប់ស្ងាត់ណាទីកន្លែងសម្រាប់ខ្ញុំលាក់ខ្លួន30ថ្ងៃអ្នកភូមិនឹងមិនសង្ស័យឯងទេបើឯងធ្វើដូចជាកូនប្រុសគាត់អ្នកម៉ែកូនប្រុសម៉ែខ្ញុំធ្វើការឲ្យក្រុមបរិស្ថាននេះចេញទៅជួយខ្ញុំផង ម៉ែខ្ញុំជួយពូមានអ្វីសងគុណខ្ញុំ ថាម៉េចគ្រប់គ្នានឹងត្រូវស្លាប់បើទំនប់នោះសង់ឡើងលោកនឹងជួយពួកយើងទេពេលពួកគេមកសាងសង់នៅអាទិត្យនេះខ្ញុំនឹងជួយនាងដូចបរិះក្លាហានអរគុណលោកខ្លាំងណាស់ឯងធ្វើស្អីហ្នឹងអប្ររកចិត្តអ្នកក៏សុកមកកុហកខ្ញុំអញ្ចឹងលោកចាស់កំរើមែនសំឈើខ្ញុំនឹងត្រូវចាប់បើហ៊ានចេញទៅពេលនេះយ៉ាងម៉េចហ្នឹងញញឹមអីខ្ជិលណាស់